ចឹងជាដំបងសូមក្រោយជំរាបសួរទៅដល់លោកគ្រូនិងសួស្តីទៅកាន់មិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរពួកយើងគឺជាក្រុមដែលបានរួមបញ្ចូលគ្នារវាងក្រុមទី7និងក្រុមទី10ដែលប្រធានបទរបស់ក្រុមទី10គឺយើងនិយាយពីផ្លូវហើយក្រុមនេះនិយាយងាយស្រួលស្ដាប់ហើយខ្លីទៅគឺនិយាយពីផ្លូវហើយក្រុមទី7គឺនិយាយពីអគារប្រវត្តិសាស្ត្រនិងបេតិកភណ្ឌហើយក្រុមពួកយើងបានបូកបញ្ចូលគ្នាដែលបង្កើតបានជា topic មួយដែលយើងនិយាយតាក់ទងជាមួយនឹងអគារសាធារណៈប្រវត្តិសាស្ត្រនិងការការពារបេតិកភណ្ឌបង្កើតបានជាប្រធានបទដែលយើងសិក្សាអំពីការការពារនៃការរំលោភសិទ្ធិលើចំណីផ្លូវសាធារណៈអញ្ចឹងតាក់ទងជាមួយនឹងការបូកបញ្ចូលគ្នានេះដែរពួកយើងក៏បានបង្កើតជាមាតិកាមួយដែលនៅក្នុងមាតិកានោះពួកយើងមាន4ចំណុចសំខាន់ហើយពួកយើងក៏មានបន្ថែមនៅសំណួរដែលសួរគ្នាពីលើនេះទៀតដើម្បីបង្កើននៅចំណេះដឹងហើយការយល់ដឹងពីគ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងមាតិការបស់យើងគឺយើងមានចំណុចទី1តាក់ទងជាមួយនឹងលទ្ធផលស្រាវជ្រាវរបស់ក្រុមផ្លូវលទ្ធផលស្រាវជ្រាវរបស់ក្រុមបេតិកភណ្ឌហើយចំណុចទី3គឺផលប៉ះពាល់ទៅលើចំណីផ្លូវទៅលើបេតិកភណ្ឌនិងអគារប្រវត្តិសាស្ត្រហើយចំណុចទី4ដំណោះស្រាយធ្វើយ៉ាងណាកុំឲ្យចំណីផ្លូវហ្នឹងវាប៉ះពាល់ទៅដល់ប្រាសាទនិងអគារប្រវត្តិសាស្ត្រអញ្ចឹងចូលទៅដល់ចំណុចទី1ដែលតកតងជាមួយនឹងលទ្ធផលស្រាវជ្រាវរបស់ក្រុមផ្លូវខ្ញុំសូមបោះឲ្យក្រុមផ្លូវគាត់អ្នកបកស្រាយបន្តតកតងជាមួយនឹងចំណុចនេះចំពោះលទ្ធផលនៃការស្រាវជ្រាវក្នុងដីចំណីផ្លូវសាធារណៈលទ្ធផលនៃការពិនិត្យក្របខាងច្បាប់បានបង្ហាញថាប្រទេសកម្ពុជាមានលិខិតបទកថាកិត្តិយសយ៉ាងសំខាន់សម្រាប់ការការពារនិងគ្រប់គ្រងដីចំណីផ្លូវសាធារណៈរដ្ឋធម្មនុញ្ញបានកំណត់ថាដីចំណីផ្លូវសាធារណៈគឺជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់រដ្ឋដែលត្រូវបានការពារដោយច្បាប់និងអាចកាន់កាប់ឬក៏ប្រើប្រាស់ជាកម្មសិទ្ធិឯកជនដោយខុសច្បាប់បានឡើយបន្ថែមពីនេះទៀតច្បាប់ក៏បានកំណត់សិទ្ធិនិងភារកិច្ចរបស់ស្ថាប័នដែលមានសមត្ថកិច្ចនៅក្នុងការគ្រប់គ្រងថែទាំនិងការទប់ស្កាត់ការរំលោភលើដីចំណីផ្លូវសាធារណៈចំពោះចំណុចបន្ទាប់ចូលដល់ចំណុចទី2គឺលទ្ធផលស្រាវជ្រាវក្នុងក្រុមរបស់គាត់ក្នុងកិច្ចការចង់សម្រាប់ឥឡូវខ្ញុំនឹងនិយាយពីលទ្ធផលនៃការស្រាវជ្រាវរបស់topic របស់ពួកខ្ញុំវិញគឺនឹងនិយាយអំពីលទ្ធផលនៃការស្រាវជ្រាវរបស់អគារសាធារណៈនិងការការពារបេតិកភណ្ឌអញ្ចឹងលទ្ធផលស្រាវជ្រាវហ្នឹងគឺនៅពេលដែលសំណង់ចាស់ទាំងអស់ត្រូវបានទទួលបានការការពារបានបង្ហាញថាអគារប្រវត្តិសាស្ត្រមិនមែនជាសំណង់ចាស់ទេប៉ុន្តែមានតម្លៃផ្នែកប្រវត្តិសាស្ត្រវប្បធម៌សង្គមនិងស្ថាបត្យកម្មហើយវាបានឆ្លុះបញ្ចាំងពីការវិវត្តនៃសង្គមវប្បធម៌និងប្រវត្តិសាស្ត្ររបស់ទីក្រុងនិងប្រទេសផងដែរហើយនៅតំបន់ទីក្រុងប្រវត្តិសាស្ត្រទាំងអស់ទាំងអគារប្រវត្តិសាស្ត្រទាំងអីគឺមានតម្លៃវប្បធម៌និងសេដ្ឋកិច្ចអញ្ចឹងទាំងអស់ហ្នឹងគឺបានមកពីការប្រមូលផ្ដុំនៃប្រវត្តិសាស្ត្រនិងវប្បធម៌ជាច្រើនស្រទាប់ហើយមួយទៀតរដ្ឋបានដឹងពីតួនាទីសំខាន់នៅក្នុងការការពារអញ្ចឹងលទ្ធផលបានបង្ហាញថារដ្ឋមានតួនាទីយ៉ាងសំខាន់នៅក្នុងការការពារអគារប្រវត្តិសាស្ត្រតាមរយៈច្បាប់គោលនយោបាយនិងស្ថាប័នពាក់ព័ន្ធហើយនៅកម្ពុជាយើងមានច្បាប់ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ឆ្នាំ1996ហើយបានអនុម័តនៅថ្ងៃទី25មករាឆ្នាំ1996ដូចគ្នាហើយច្បាប់ហ្នឹងត្រូវបានបង្កើតឡើងក្របខ័ណ្ឌសម្រាប់ការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជាហើយលទ្ធផលនេះដែលបានមកពីរដ្ឋរបស់យើងហ្នឹងគឺការការពារបេតិកភណ្ឌត្រូវបានគ្រប់គ្រងនិងក្របខ័ណ្ឌច្បាប់ពីរដ្ឋមិនមែនពឹងផ្អែកតែលើប្រជាពលរដ្ឋមកទេហើយបន្តមកទៀតគឺលទ្ធផលតកតងនឹងបញ្ហាថាវិការហើយនិងបញ្ហាប្រឈមផ្សេងដែលលទ្ធផលហ្នឹងគឺកង្វះថាវិការអាចធ្វើឲ្យការថែទាំជួសជុលនិងការអភិរក្សប្រវត្តិសាស្ត្រមានការលំបាកអញ្ចឹងទៅនៅពេលដែលយើងចាប់ផ្ដើមការការពារធ្វើឲ្យការដែលយើងខ្វះខាតហ្នឹងគឺមានជំនួយមកពីខាងស្ថាប័នផ្សេងជាច្រើនទាំងរដ្ឋទាំងឯកជនអញ្ចឹងទៅធ្វើឲ្យការដែលយើងអភិវឌ្ឍទៅលើអគារសាធារណៈនិងបេតិកភណ្ឌហ្នឹងគឺកាន់តែអត់សូវមានការជួបប្រទះដូចពីមុនទេហើយដូចជា UNESCO ឆ្នាំ2011បានលើកឡើងពីការតម្រូវឲ្យមានឧបករណ៍ហិរញ្ញវត្ថុនិងការគ្រប់គ្រងសមស្របដើម្បី
ការអភិរក្សបេតិកភណ្ឌនៅទីក្រុងដូចគ្នាហើយសម្រាប់មួយទៀតលទ្ធផលបន្ទាប់ពីយើងស្រាវជ្រាវហើយហ្នឹងគឺយើងបានpoint out ទៅលើសម្ពាធពីការអភិវឌ្ឍទីក្រុងអញ្ចឹងយើងដឹងស្រាប់ហើយថាជាធម្មតាទីក្រុងនៅទីក្រុងគឺតែងតែមានអគារច្រើនអីប៉ុន្តែក៏មានអគារប្រវត្តិសាស្ត្រហើយនិងបេតិកភណ្ឌដូចគ្នាអញ្ចឹងអគារប្រវត្តិសាស្ត្រហើយនិងបេតិកភណ្ឌបន្ទាប់ពីនេះទៅគឺអាចនឹងអត់សូវប្រឈមនឹងការដែលមានគេហៅថាបៀតបៀនឬក៏ប៉ះពាល់ពីហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងដូចមុនទេដោយសារយើងបានការពារក៏ដូចជាប្រជាជននិងរដ្ឋបានស្វែងយល់អំពីសារៈសំខាន់នៃការការពារនឹងរួចហើយដូចជា UNESCO ឆ្នាំ2011ដដែលហ្នឹងបានបញ្ជាក់ថាការអភិវឌ្ឍទីក្រុងដែលលឿននឹងគ្មានការគ្រប់គ្រងអាចប៉ះពាល់ដល់បេតិកភណ្ឌនិងប្រវត្តិសាស្ត្ររបស់ទីក្រុងអញ្ចឹងបន្ទាប់ពីហ្នឹងទៅអាចនឹងទីក្រុងនៅតែអភិវឌ្ឍប៉ុន្តែក៏មានជាការដែលយើងនឹងការពារទៅដល់អគារសាធារណៈហើយនឹងបេតិកភណ្ឌដូចគ្នាហើយមួយទៀតដោយសារតែឥឡូវហ្នឹងការយល់ដឹងរបស់ប្រជាជននៅមានកម្រិតអញ្ចឹងទៅថ្ងៃក្រោយទៀតលទ្ធផលដែលយើងនឹងទទួលបាននោះគឺការយល់ដឹងរបស់ប្រជាជននិងការតែមានការកើនឡើងដូចជាការយល់ដឹងរបស់ប្រជាពលរដ្ឋនឹងមានសារៈសំខាន់ខ្លាំងមែនទែនព្រោះប្រសិនបើប្រជាពលរដ្ឋមិនយល់ពីតម្លៃនៃការការពារប្រវត្តិសាស្ត្រនោះការចូលរួមនឹងការការពារក៏នៅមានកម្រិតដូចគ្នាអញ្ចឹងដូចជា UNESCO ឆ្នាំ2011ដដែលហ្នឹងបានសង្កត់ទៅលើការចូលរួមការយល់ដឹងរបស់សហគមន៍នៅក្នុងការអភិរក្សបេតិកភណ្ឌនៅទីក្រុងដូចគ្នាហើយលទ្ធផលមួយទៀតនោះគឺច្បាប់នឹងមានប្រសិទ្ធភាពជាងមុនដោយសប្តាហ៍ថ្ងៃក៏មានច្បាប់ដែរប៉ុន្តែអត់សូវមានលទ្ធភាពអត់សូវមានប្រសិទ្ធភាពដូចមុនទេហើយចំណុចមួយទៀតគឺការចូលរួមរបស់សហគមន៍និងអង្គការអន្តរជាតិអញ្ចឹងបន្ទាប់ពីនេះទៅលទ្ធផលហ្នឹងគឺនឹងទទួលបានដូចជាយើងអត់ខិតខំការពារឬអភិរក្សតែឯងទេទាំងមានស្ថាប័នជាច្រើនចូលរួមទាំងសមាគមសហគមន៍ទាំងអស់ក៏ដូចជាអង្គការអន្តរជាតិដូចគ្នាហើយចំណុចបន្ទាប់ខ្ញុំសូមឲ្យមិត្តភក្តិខ្ញុំនិយាយបន្តអញ្ចឹងឥឡូវយើងចូលមកដល់ចំណុចទី3បន្ទាប់ពីបានស្ដាប់តកតងជាមួយនឹងលទ្ធផលស្រាវជ្រាវរបស់ក្រមផ្លូវហើយនឹងលទ្ធផលស្រាវជ្រាវរបស់ក្រមបេតិកភណ្ឌមកយើងទាំងអស់គ្នាបានដឹងហើយតកតងជាមួយនឹងចំណុចខ្លឹមសាររបស់ក្រមទាំងពីរនេះឥឡូវខ្ញុំចូលមកដល់ចំណុចទី3ដែលពួកយើងនឹងនិយាយតកតងជាមួយនឹងផលប៉ះពាល់ចំណីផ្លូវទៅលើបេតិកភណ្ឌនិងអគារប្រវត្តិសាស្ត្រដើម្បីដឹងថាតើចំណីផ្លូវហ្នឹងវាអាចបង្កផលប៉ះពាល់ទៅលើអគារប្រវត្តិសាស្ត្រហ្នឹងដូចម្តេចខ្លះឬក៏វាអាចនឹងផ្ដល់ហានិភ័យឬក៏បញ្ហាអីខ្លះទៅដល់អគារប្រវត្តិសាស្ត្រអញ្ចឹងចំណុចទី1ខ្ញុំគិតថាវាអាចនឹងប៉ះពាល់ទៅដល់សោភ័ណភាពនិងតម្លៃរបស់អគារប្រវត្តិសាស្ត្រអញ្ចឹងសួរថាប៉ះពាល់មិនអីដែលប៉ះហ្នឹងគឺអគារប្រវត្តិសាស្ត្រនិងបេតិកភណ្ឌគឺมันមានតម្លៃត្រឹមតែសំណង់ឯងបានន័យថាតម្លៃរបស់អគារប្រវត្តិសាស្ត្រនិងបេតិកភណ្ឌមិនបានន័យថាតម្លៃរបស់គាត់មានត្រឹមតែសំណង់ដែលសាងសង់មកហើយប៉ុន្តែតម្លៃផ្នែកវប្បធម៌និងស្ថាបត្យកម្មគឺវាមានទាំងអស់ហ្មងទាំងបរិស្ថានជុំវិញទាំងសំណង់អគារគឺមានទាំងអស់អញ្ចឹងបើកាលណាចំណីផ្លូវរំលោភទៅលើគេហៅថារំលោភទៅលើអាមជ្ឈដ្ឋានជុំវិញប្រាសាទឬក៏បេតិកភណ្ឌហ្នឹងវាអាចនឹងបង្កផលប៉ះពាល់ដូចជាវាអាចធ្វើឲ្យបាត់បង់នូវសោភ័ណភាពរបស់ប្រាសាទអីចឹងណាអាហ្នឹងជាហេតុនាំឲ្យប្រាសាទឬក៏បេតិកភណ្ឌរបស់យើងនេះវាបាត់បង់សោភ័ណភាពអញ្ចឹងកាលណាតែបាត់បង់សោភ័ណភាពអាហ្នឹងវាជាផលប៉ះពាល់មួយដ៏ខ្លាំងមែនទែនដែលបានគេហៅថាប៉ះពាល់ទៅដល់បេតិកភណ្ឌរបស់ជាតិរបស់យើងអីចឹងទៅអញ្ចឹងចូលទៅដល់ចំណុចទី2គឺប៉ះពាល់ទៅដល់ការអភិរក្សនិងថែទាំអគារប្រវត្តិសាស្ត្រអញ្ចឹងការអភិរក្សបេតិកភណ្ឌត្រូវការទីធ្លាហើយនិងផ្លូវចូលសម្រាប់អ្នកជំនាញអាជ្ញាធរឬក៏ក្រុមជួសជុលអញ្ចឹងទៅអញ្ចឹងបើសិនជាផ្លូវដែលត្រូវចូលទាំងអស់ហ្នឹងត្រូវបានកាន់កាប់ឬក៏ប្រើប្រាស់ដោយខុសច្បាប់វាអាចនឹងរារាំងការថែទាំការជួសជុលនោះដែលវាធ្វើឲ្យបាត់ផ្លូវឬក៏ពិបាកក្នុងការទៅថែទាំជួសជុលអីទាំងអស់នោះទៅជាឧទាហរណ៍ជាក់ស្ដែងបើសិនជាផ្លូវព័ទ្ធជាមួយអគារប្រវត្តិសាស្ត្រត្រូវបានបិទដោយតូបលក់ដូរបានន័យថានៅក្នុងអគារប្រវត្តិសាស្ត្ររបស់យើងនឹងមានតូបលក់ដូរជុំវិញអគារហ្មងអញ្ចឹងធ្វើឲ្យអាជ្ញាធរដែលគាត់ត្រូវទៅសាងសង់ដែលគាត់ត្រូវទៅជួសជុលកន្លែងនេះខូចខាតហ្នឹងគឺគាត់ពិបាកទៅត្រួតពិនិត្យឬក៏គាត់ពិបាកទៅជួសជុលឡើងវិញឲ្យវាល្អឡើងវិញអីអញ្ចឹងទៅអញ្ចឹងចូលទៅដល់ចំណុចទី3គឺផលប៉ះពាល់ទៅដល់វិស័យទេសចរនិងសេដ្ឋកិច្ចអញ្ចឹងកាលណាតែបេតិកភណ្ឌអគារប្រវត្តិសាស្ត្រដែលជាទ្រព្យសម្បត្តិរបស់យើងដែលជាកន្លែងមួយដែលតាក់ទងភ្ញៀវទៅតាក់ទាញភ្ញៀវទេសចរបានយ៉ាងល្អហើយបង្កើនប្រាក់ចំណូលទៅដល់សហគមន៍បានយ៉ាងច្រើននេះបើសិនជា
យើងធ្វើឲ្យខូចសំណាប់ធ្នាប់នៅជុំវិញនោះហើយចំណីផ្លូវវាបង្កជាផលរំខានឬក៏ផលប៉ះពាល់វាធ្វើឲ្យអារម្មណ៍របស់ភ្ញៀវទេសចរហ្នឹងគឺគាត់មានអារម្មណ៍អត់ល្អនៅក្នុងការមកលេងកន្លែងសម្បត្តិបេតិកភណ្ឌឬក៏សម្បត្តិប្រវត្តិសាស្ត្រហ្នឹងទេជាឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាតំបន់ទេសចរដែលមានប្រាសាទឬក៏អគារប្រវត្តិសាស្ត្រប៉ុន្តែមានការលក់ដូររំលោភទៅលើផ្លូវអញ្ចឹងធ្វើឲ្យភ្ញៀវគាត់ពិបាកដើរប្រកាសណាស់ហើយបន្ទាប់មកការតែភ្ញៀវពិបាកដើរអារម្មណ៍គាត់អត់ល្អឯងហើយមួយវិញទៀតក៏វាប៉ះពាល់ទៅដល់ភាពស្រស់ស្អាតនៅទីតាំងនោះផងដែរអញ្ចឹងធម្មតានៅពេលដែលភ្ញៀវគាត់អារម្មណ៍អត់ល្អគាត់ប្រកាសជាអត់សូវមកឬក៏គាត់អត់ណែនាំគ្នាតអីចឹងទៅអញ្ចឹងនៅពេលដែលគាត់ខានមកយូរទៅធ្វើឲ្យភ្ញៀវទេសចរវាមានគេហៅថាអត្រាធ្លាក់ចុះនៅពេលដែលអត្រាធ្លាក់ចុះក៏វាបាត់បង់ប្រាក់ចំណូលហើយវាខាតទៅដល់សេដ្ឋកិច្ចដូចគ្នាដែរអញ្ចឹងខ្ញុំចង់សរុបជារួមមកវិញថាផលប៉ះពាល់នេះការរំលោភទៅលើចំណីផ្លូវសាធារណៈដែលនៅជុំវិញប្រាសាទឬអគារប្រវត្តិសាស្ត្រវាមិនត្រឹមតែប៉ះពាល់ទៅដល់ការរៀបចំទីក្រុងទេប៉ុន្តែវាថែមទាំងគម្រាមកំហែងទៅដល់តម្លៃវប្បធម៌ការអភិរក្សសក្តានុពលសេដ្ឋកិច្ចរបស់បេតិកភណ្ឌដោយផងដែរអញ្ចឹងការគ្រប់គ្រងចំណីផ្លូវមានប្រសិទ្ធភាពគឺជាផ្នែកមួយដ៏សំខាន់មែនទែននៅក្នុងការការពារបេតិកភណ្ឌជាតិហើយចំណុចរបស់ខ្ញុំការបកស្រាយរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយចំណុចបន្តទៀតសូមបន្តឲ្យក្រុមផ្លូវគាត់បកស្រាយអូខេអញ្ចឹងខ្ញុំមានសំណួរមួយជឿចោលថាហេតុអ្វីបានជាត្រូវការពារអគារសាធារណៈប្រវត្តិសាស្ត្រអរគុណសម្រាប់សំណួរដែលខ្ញុំយល់ឃើញថាដើម្បីការពារអគារប្រវត្តិសាស្ត្រហ្នឹងព្រោះថាអគារទាំងហ្នឹងមិនមែនគ្រាន់តែជាសំណង់អគារចាស់ៗទេប៉ុន្តែវាជាភស្តុតាងប្រវត្តិសាស្ត្រវប្បធម៌និងអត្តសញ្ញាណរបស់ជាតិយើងដែរហើយក៏អាចបង្ហាញថាមនុស្សជំនាន់មុនហ្នឹងគាត់រស់នៅបែបម៉េចគាត់ធ្វើការបែបម៉េចនិងអភិវឌ្ឍសង្គមនៅជំនាន់មុនហ្នឹងយ៉ាងដូចម្ដេចផងដែរហើយអគារទាំងហ្នឹងថែមទាំងមានតម្លៃផ្នែកប្រវត្តិសាស្ត្រសង្គមនិងវប្បធម៌ទៀតផងហើយលើពីនេះទៀតនោះយើងឃើញថាអគារប្រវត្តិសាស្ត្រហ្នឹងក៏អាចក្លាយទៅជាកន្លែងសិក្សាសម្រាប់សិស្សនិស្សិតនិងអ្នកស្រាវជ្រាវដើម្បីស្វែងយល់អំពីអតីតកាលហើយវាក៏អាចក្លាយទៅជាតំបន់ទេសចរដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិនិងបង្កើតចំណូលសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលអាចជួយសេដ្ឋកិច្ចមួយកម្រិតទៀតលើពីនេះទៀតនោះការការពារអគារប្រវត្តិសាស្ត្រហ្នឹងមានន័យថាយើងកំពុងតែការពារអត្តសញ្ញាណរបស់ជាតិយើងដែលប្រទេសមួយអាចមានតែអគារទំនើបពេកហើយក៏បាត់បង់ទាំងស្រុងនៅសំណង់ដែលបង្ហាញអំពីអតីតកាលរបស់យើងការអភិវឌ្ឍនឹងអាចធ្វើឲ្យទីក្រុងទំនើបមានឡើងមកបានប៉ុន្តែការអភិរក្សក៏យើងនៅតែធ្វើដដែលដែរដើម្បីឲ្យវាមានទំនាក់ទំនងរវាងសម័យទំនើបជាមួយនឹងអតីតកាលបើសិនបើយើងអនុញ្ញាតឲ្យមានការរំលោភដីឬក៏ការសាងសង់អគារឬក៏អភិវឌ្ឍដោយមិនគិតអំពីតំបន់បេតិកភណ្ឌឬក៏អគារប្រវត្តិសាស្ត្រហ្នឹងវាអាចប៉ះពាល់ទៅដល់រូបរាងបរិស្ថាននិងតម្លៃប្រវត្តិសាស្ត្ររបស់អគារទាំងនោះហើយបើអគារមួយត្រូវបានបំផ្លាញយើងអាចសាងសង់ថ្មីមកបានអាហ្នឹងបើសិនជាអគារថ្មីតែបើសិនជាវាជាអគារប្រវត្តិសាស្ត្រយើងអាចសាងសង់វាមកវិញបានហើយវាបាត់នៅអត្តសញ្ញាណរបស់ជាតិយើងហើយត្រង់កន្លែងហ្នឹងខ្ញុំមិនមែនចង់មានន័យថាយើងត្រូវតែប្រឈប់ការអភិវឌ្ឍទាំងស្រុងនោះឯងអញ្ចឹងមានន័យថាការគ្រប់គ្រងការអភិវឌ្ឍហ្នឹងក៏នៅតែបន្តមានហើយការអភិរក្សហ្នឹងក៏នៅតែដដែលផែនការនិងការដែលយើងធ្វើទៅតាមផែនការនិងការគោរពតាមច្បាប់ដែលរដ្ឋាភិបាលគាត់បានចែងផងដែរនោះហើយយើងក៏អាចសាងសង់ផ្លូវនៅអគារថ្មីបានប៉ុន្តែយើងត្រូវកំណត់ថាប៉ុណ្ណាដើម្បីកុំឲ្យប៉ះពាល់ទៅដល់អគារឬក៏វាប៉ះពាល់ដូចថាបើសិនជាយើងសាងសង់ផ្លូវយើងតែងតែមានការជីកកាយគៀនដើម្បីឲ្យមានចំណីផ្លូវអញ្ចឹងយើងត្រូវតែមើលដែរថាប៉ុណ្ណាដើម្បីវាសមល្មមកុំឲ្យប៉ះពាល់ទៅដល់អគារហ្នឹងអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងខ្ញុំសូមmoveឲ្យក្រុមខ្ញុំអញ្ចឹងបន្ទាប់ពីបានឆ្លើយនៅសំណួររបស់ក្រុមផ្លូវហើយក្រុមយើងដែលជាក្រុមអគារប្រវត្តិសាស្ត្រក៏មានសំណួរខ្លះដែរដើម្បីសួរទៅលើក្រុមផ្លូវដើម្បីយល់ឲ្យកាន់តែច្រើនទៀតតទៅជាមួយនឹងក្រុមផ្លូវអញ្ចឹងសំណួរដែលខ្ញុំចង់សួរថាបើសិនជាមាននរណាម្នាក់ដែលលក់ដូរហើយគាត់ប្រើប្រាស់ចំណីផ្លូវច្រើនឆ្នាំមែនតើហើយបើសិនជានៅពេលដែលគាត់លក់ដូរលើចំណីផ្លូវហ្នឹងច្រើនឆ្នាំមកហើយប៉ុន្តែយើងទៅរុះរើកន្លែងដែលគាត់លក់ដូរហ្នឹងអញ្ចឹងការរុះរើហ្នឹងវាអាចនឹងប៉ះពាល់ទៅដល់ជីវភាពរបស់ពួកគាត់ដែរព្រោះថាគាត់រកស៊ីនៅកន្លែងហ្នឹងយូរហើយអញ្ចឹងបើសិនជារុះរើវាធ្វើឲ្យបេតិកភណ្ឌស្អាតប៉ុន្តែជីវភាពរបស់ពួកគាត់ធ្លាក់ចុះអញ្ចឹងកន្លែងនេះខ្ញុំចង់នឹងថាតើអាជ្ញាធរគួរទៅដោះស្រាយម៉េចដើម្បីរក្សាទាំងបេតិកភណ្ឌហើយនិងជីវភាពរបស់ប្រជាពលរដ្ឋចាអញ្ចឹងអរគុណសម្រាប់សំណួរខ្ញុំសូមឆ្លើយថាសម្រាប់ករណីនេះគឺអាជ្ញាធរគួរតែអនុវត្តវិធីសាស្ត្រការពារបេតិកភណ្ឌ
ប៉ុន្តែมันធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជីវភាពភ្លាមដោយសារអាចដោះស្រាយដោយខាងក្រោមសិក្សាស្ថានភាពជាក់ស្ដែងគឺកំណត់អ្នកលក់ដូរទីតាំងរយៈពេលប្រើប្រាស់និងផលប៉ះពាល់ដល់ផ្លូវនិងបេតិកភណ្ឌពិគ្រោះយោបល់ជាមួយអ្នកលក់និងសហគមន៍ជួយដំណឹងនិងពន្យល់អំពីមូលហេតុនៃការរៀបចំដើម្បីមានការយល់ព្រមនិងសហការគ្នាកំណត់រយៈពេលផ្លាស់ទីសមស្របមិនគួររុះរើភ្លាមទេគួរតែផ្ដល់ពេលវេលាឲ្យអ្នកលក់រៀបចំអាជីវកម្មនិងជីវភាពរបស់ខ្លួនរៀបចំទីតាំងលក់ដូរចំនួនបង្កើតតំបន់លក់ដូរឬផ្សារដែលមានសមត្ថភាពនិងនៅទីកន្លែងចាស់ដើម្បីឲ្យពួកគេនៅតែអាចរកប្រាក់ចំណូលបានផ្ដល់ការគាំទ្រដល់អ្នកលក់រងផលប៉ះពាល់អាចមានការជួយផ្លាស់ទីបណ្ដុះបណ្ដាលមុខរបរឬវិធានការជួយផ្សេងដែលសមស្របតាមច្បាប់និងគោលនយោបាយរបស់រដ្ឋរក្សាតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ប្រសិនបើតំបន់នោះជាបេតិកភណ្ឌគួររៀបចំលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ដោយអាចបញ្ជូនអ្នកលក់ដូរក្នុងតំបន់នោះបានរៀបចំជាផ្លូវការជំនួសឲ្យការដកចែងទាំងស្រុងអញ្ចឹងសរុបមកអាជ្ញាធរគួរតែដោះស្រាយដែលមានតុល្យភាពដោយការពារដីចំណីផ្លូវនិងបេតិកភណ្ឌជាសម្បត្តិសាធារណៈព្រមជាមួយការកាត់បន្ថយផលប៉ះពាល់ដល់អាជីវកម្មអ្នកលក់ជាស្របវិញខ្ញុំមានសំណួរសួរទៅកាន់ក្រុមបបងគឺខ្ញុំចូលមែនបន្ទាប់ពីយើងបានស្ដាប់ចំណុចទី3ហើយនឹងសំណួរចម្លើយរបស់ក្រុមរបស់ពួកយើងចូលមកដល់ចំណុចទី4ដែលយើងនិយាយអំពីដំណោះស្រាយតើធ្វើយ៉ាងណាកុំឲ្យដីចំណីផ្លូវសាធារណៈប៉ះពាល់ដល់ប្រាសាទនិងអគារប្រវត្តិសាស្ត្រយើងដឹងហើយថាការការពារដីចំណីផ្លូវពិតជាសំខាន់ប៉ុន្តែប្រាសាទនិងអគារប្រវត្តិសាស្ត្រគឺពិតជាសំខាន់ជាងគឺដើម្បីកុំឲ្យដីចំណីផ្លូវសាធារណៈប៉ះពាល់ដល់ប្រាសាទនិងអគារប្រវត្តិសាស្ត្រដែលយើងត្រូវមានការរៀបចំផែនការដីធ្លីនិងផ្លូវឲ្យបានត្រឹមត្រូវកំណត់ព្រំប្រទល់និងតំបន់ការពារឲ្យច្បាស់លាស់ធ្វើការវិតម្លៃផលប៉ះពាល់ជាមុនពង្រឹងការសហការរវាងស្ថាប័ននិងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ប្រសិនបើមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនោះការអភិវឌ្ឍផ្លូវសាធារណៈអាចដំណើរការទន្ទឹមគ្នាជាមួយការអភិរក្សប្រាសាទនិងអគារប្រវត្តិសាស្ត្រដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងការថែរក្សាមរតកវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយជាពិសេសការគ្រប់គ្រងដីចំណីផ្លូវសាធារណៈហ្នឹងត្រូវយកចិត្តទុកដាក់បន្ថែមទៅលើតំបន់ដែលមានប្រាសាទនិងអគារប្រវត្តិសាស្ត្រព្រោះការរំលោភដីការពង្រីកផ្លូវឬការសាងសង់ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវអាចបង្កផលប៉ះពាល់នឹងរចនាសម្ព័ន្ធទេសភាពតម្លៃប្រវត្តិសាស្ត្រនិងតម្លៃវប្បធម៌របស់បេតិកភណ្ឌជាតិដូច្នេះដើម្បីធានាថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការអភិរក្សបេតិកភណ្ឌអាចដំណើរការទន្ទឹមគ្នាគួរអនុវត្តដំណោះស្រាយសំខាន់ដូចខាងក្រោមដោយមួយយើងកំណត់ព្រំដីនិងតំបន់ការពារឲ្យបានច្បាស់លាស់ដោយមានអាជ្ញាធរនិងសមត្ថកិច្ចគួរតែធ្វើការវាស់វែងកំណត់ព្រំប្រទល់និងការចុះបញ្ជីដីចំណីផ្លូវព្រមទាំងតំបន់ជុំវិញប្រាសាទនិងអគារប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់2ពង្រឹងការអនុវត្តច្បាប់និងបទបញ្ញត្តិដោយត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះការសាងសង់ការកាន់កាប់ឬការប្រើប្រាស់ដីចំណីផ្លូវគ្មានការអនុញ្ញាតជាពិសេសនៅតំបន់ប្រាសាទនិងតំបន់អគារប្រវត្តិសាស្ត្រ3បង្កើតតំបន់ការពារនិងតំបន់ហាមឃាត់ការសាងសង់ជុំវិញប្រាសាទនិងអគារប្រវត្តិសាស្ត្រគួរតែកំណត់ជាតំបន់ការពារដោយកំណត់ចម្ងាយសមស្របសម្រាប់ការសាងសង់និងការប្រើប្រាស់ដី4ពង្រឹងការត្រួតពិនិត្យនិងចុះពិនិត្យជាប្រចាំ
ដោយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធគួរតែរៀបចំការចោះត្រួតពិនិត្យជាប្រចាំនៅតាមតំបន់ដីចំណីផ្លូវសាធារណៈនិងតំបន់ជុំវិញប្រាសាទ 5. ពង្រឹងកិច្ចសហការរវាងស្ថាប័នការការពារដីចំណីផ្លូវសាធារណៈនិងបេតិកភណ្ឌមិនអាចពឹងផ្អែកលើស្ថាប័នតែមួយបានទេគួរតែមានកិច្ចសហការរវាងក្រសួងនិងស្ថាប័នជំនាញដោយអាជ្ញាធររាជធានីខេត្តរដ្ឋបាល 6. គ្រប់គ្រងការផ្ដល់លិខិតអនុញ្ញាតសាងសង់មុននឹងអនុញ្ញាតឲ្យសាងសង់នៅជិតប្រាសាទឬអគារប្រវត្តិសាស្ត្រអាជ្ញាធរត្រូវតែពិនិត្យឲ្យបានច្បាស់លាស់អំពីកម្មសិទ្ធិព្រំដីទីតាំងនិងផលប៉ះពាល់ដែលកើតឡើងអញ្ចឹងចំណុចទី4គឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹង ឥឡូវការបកស្រាយរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរអញ្ចឹងខ្ញុំសូមសរុបជារួមមកអញ្ចឹងចំណុចរបស់ពួកយើងគឺបានបកស្រាយអស់ហើយទាំងក្រុមផ្លូវនិងក្រុមតាក់ទងជាមួយនឹងក្រុមបេតិកភណ្ឌហើយតាក់ទងជាមួយនឹងក្រុមផ្លូវពួកយើងបានសួរសំណួរគាត់បន្ថែមទៀតដែរថាតើការអភិវឌ្ឍឬក៏ការធ្វើផ្លូវហ្នឹងគួរតែធ្វើម៉េចដើម្បីកុំឲ្យប៉ះពាល់ទៅដល់បេតិកភណ្ឌឬក៏បេតិកភណ្ឌហ្នឹងគួរតែមានដំណោះស្រាយបែបម៉េចអាជ្ញាធរគួរតែធ្វើបែបម៉េចដើម្បីឲ្យចំណីផ្លូវក៏មានសុពលភាពចំណីផ្លូវក៏មានសោភ័ណភាពហើយប្រាសាទក៏នៅតែមានសុវត្ថិភាពហើយអាចតាក់ទងតាក់ទាញភ្ញៀវទេសចរឲ្យបានអញ្ចឹងបានន័យថាអាចឲ្យដំណើរការទាំងពីរបើនិយាយងាយស្រួលស្ដាប់ទៅឧទាហរណ៍ថាប្រជាពលរដ្ឋដែលគាត់លក់លើចំណីផ្លូវហ្នឹងក៏នៅតែមានវិធានការនៅក្នុងការឲ្យគាត់រកស៊ីឬក៏បន្តនៅជីវភាពរបស់គាត់ទៀតហើយប្រាសាទរបស់យើងក៏នៅតែមានសោភ័ណភាពសម្រាប់ភ្ញៀវទេសចរអាចតាក់ទាញពួកគាត់ដើម្បីមកលេងប្រទេសយើងហើយបង្កើនចំណូលសេដ្ឋកិច្ចក៏ដូចជាបង្កើននៅជីវភាពរបស់ប្រជាពលរដ្ឋយើងដូចគ្នាអញ្ចឹងជាចុងក្រោយពួកយើងអត់មានអីបន្ថែមពីលើនេះទេអរគុណទៅដល់លោកគ្រូដែលបានផ្ដល់ឱកាសពួកយើងបកស្រាយនិងអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់